សម្ដេចតេជោហ៊ុនសែននៅវេលាព្រឹកថ្ងៃសុក្រទី12ខែមិថុនាឆ្នាំ2026នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាខេត្តក្រុងស្រុកឃុំសង្កាត់និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តបាត់ដំបងនិងប៉ៃលិនឆ្លៀតក្នុងឱកាសនេះដែរសម្ដេចបានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ជាពិសេសក្រុមប្រឹក្សាឃុំសង្កាត់ឲ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិនិងប្រជាជនឲ្យបានល្អប្រសើរជាពិសេសបន្តយកចិត្តទុកដាក់ផ្ដល់នូវសេវាតម្រូវការនិងសេវាចាំបាច់នានាជូនដល់ប្រជាពលរដ្ឋឲ្យបានលឿនរហ័សនិងមានប្រសិទ្ធភាពខ្ពស់សម្ដេចតេជោបានណែនាំដល់អាជ្ញាធរមូលដ្ឋានឲ្យបន្តយកចិត្តទុកដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដីយុទ្ធជនពលីព្រមទាំងអតីតយុទ្ធជនសម្ដេចបានលើកបង្ហាញពីវីរភាពនិងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់កងទ័ពយើងដែលបានយកជីវិតមកការពារជាតិមាតុភូមិដូច្នេះដើម្បីជាការតបស្នងសងគុណដល់ពួកគាត់វិញតាមរយៈការយកចិត្តទុកដាក់លើជីវភាពគ្រួសាររបស់ពួកគាត់កុំឲ្យពួកគាត់មានការព្រួយបារម្ភចំពោះគ្រួសារចំពោះយុទ្ធជនត្រូវយកចិត្តទុកដាក់ពួកគាត់តាមរយៈការចុះសួរសុខទុក្ខនិងការរៀបចំកម្មវិធីផ្សេងៗសម្រាប់ពួកគាត់ដើម្បីកុំឲ្យពួកគាត់មានភាពឯកោសម្ដេចបានណែនាំដល់អាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយចំនួនដីធ្លីជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានរហ័សនិងមានប្រសិទ្ធភាពជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការដោយមិនលំអៀងទៅខាងភាគីណានោះទេសម្ដេចតេជោហ៊ុនសែនក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងកិច្ចការពារនិងអភិរក្សទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានានិងចូលរួមថែរក្សាការពារឲ្យបានគង់វង្សសម្ដេចក៏បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានៅស្ថិរភាពជាតិនិងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមដោយបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរួមមានការចុះបង្ក្រាបនៅបទល្មើសផ្សេងៗដូចជាការចោរឆក់ចោរប្លន់ការជួញដូរមនុស្សគ្រឿងញៀននិងបទល្មើសតាមបច្ចេកវិទ្យាជាដើមសម្ដេចក៏បានប្រាប់ទៅអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់និងគ្រប់គ្រងមើលថែកម្លាំងកម្មករពលករទាំងនៅក្នុងសេដ្ឋកិច្ចនិងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធសម្ដេចតេជោក៏បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ត្រូវជៀសវាងដាច់ខាតភាពអសកម្មឬការគៀបសង្កត់ណាមួយដល់បងប្អូនប្រជាពលរដ្ឋហើយត្រូវចាំថាមន្ត្រីមិនមែនជាចៅហ្វាយនីរបស់ប្រជាជននោះទេមន្ត្រីគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជនពីខ្ញុំបាទសេងខ្មែរ